បងប្អូនទាំងអស់គ្នាចឹងឥឡូវយើងមើលលំហាត់នេះមួយឬការ៉េនៃ8លើកជាស្វ័យគុណឬការ៉េនៃ24ដកឬការ៉េនៃ x ហើយស្មើនឹង64ចឹងគេចង់ដឹងថាតម្លៃ x របស់យើងណា x ហ្នឹងស្មើនឹងប៉ុន្មានចឹងនឹងដូចដោះស្រាយសមីការដែរចឹងបើយើងមើលទៅវារៀងសាំញ៉ាំវារៀងពិបាកហើយប៉ុន្តែយើងសង្កេតមើលចេះដោះស្រាយលំហាត់ហ្នឹងណាកន្លែងនេះគឺវាមាន8ពេល64នេះយើងគិតមើលថាតើយើងអាចប្រមាណលើកជាប្រមាណដែលស្មើនឹង64ចឹងបើយើងគិតទៅដោយសារតានេះកន្លែងនេះលេខ8ចឹងយើងគិតធ្វើម៉េចសេរីកន្លែងនេះឲ្យចេញលេខ8នឹងដូចគ្នាចឹងបើសិនជាកន្លែងនេះលេខ8យើងគិតមើលទៅតើ8ស្វ័យគុណប៉ុន្មានបានស្មើនឹង64ចាមានតែ8ស្វ័យគុណ2ចឹងកន្លែងហ្នឹងយើងអាចសេបានចាឬការ៉េនៃ8ហើយលើកជាស្វ័យគុណឬការ៉េនៃ24ដកឬការ៉េនៃ x ស្មើនឹង64អញ្ចឹងកន្លែង64នេះគឺយើងអាចសេបានថា8ការ៉េកន្លែងហ្នឹងណាអញ្ចឹងអាកន្លែងនេះវា8ដូចគ្នាហើយអញ្ចឹងយើងត្រូវគិតកន្លែងនេះបន្តទៀតថានេះកន្លែងឬការ៉េនៃ8នេះយើងអាចសេបានមិនកន្លែងឬការ៉េនៃ8ហ្នឹងគឺយើងអាចសេបានថា8ស្វ័យគុណ1លើ2ហើយលើកជាស្វ័យគុណឬការ៉េនៃ24ដកឲ្យនឹងឬ x ហើយស្មើនឹង8ការ៉េបន្តមកទៀតកន្លែង8ស្វ័យគុណ1លើ2ហើយលើកជាស្វ័យគុណឬការ៉េនៃ24ដកឲ្យនឹងឬ x ហ្នឹងអាកន្លែងនេះស្វ័យគុណនៃស្វ័យគុណអញ្ចឹងលក្ខណៈស្វ័យគុណនៃស្វ័យគុណគឺយើងយកស្វ័យគុណគុណឲ្យស្វ័យគុណចឹងមានថាកន្លែងនេះគឺអាចសេបានថា8ស្វ័យគុណ1លើ2គុណនឹងឬការ៉េនៃ24ដកឲ្យនឹងឬការ៉េនៃ x ហើយស្មើនឹង8ការ៉េយើងឃើញថានេះ8ដូចគ្នាយើងអាចលុបចោលបានកន្លែងហ្នឹងណាចឹងយើងអាចលុបចោលបានចឹងវានៅសល់ខាងលើនេះនៅសល់1លើ2ឬការ៉េនៃ24ដកឲ្យនឹងឬ x ហើយស្មើនឹងនេះលុបចោលបានទៅនៅសល់ចានៅសល់2ហើយយើងដោះស្រាយអានឹងបន្តទៀតថាគេធ្វើម៉េចចឹងកន្លែងហ្នឹងគឺយើងបោះ2មកកន្លែងហ្នឹង1លើ2គុណនឹងឬការ៉េនៃ24ដកឲ្យនឹងឬ x ចឹងកន្លែងហ្នឹងគឺមានន័យថាឬការ៉េនៃ24ដកឬការ៉េនៃ x ហ្នឹងណាគឺចែកឲ្យនឹង2អញ្ចឹងយើងបោះ2ទៅនោះទៅគឺបានគុណកន្លែងនេះអាចសេបានថាចេះយ៉ាពុះជា2 1ចឹងកន្លែងហ្នឹងគឺយើងអាចដាក់ថាឬការ៉េនៃ24ដកឲ្យនឹងឬការ៉េនៃ x ស្មើនឹងកន្លែងនេះ1លើ2គុណអញ្ចឹងបោះទៅនោះទៅវាចែកខ្ញុំមានថាយក2ទៅចែកឲ្យ1លើ2អញ្ចឹងយើងបាន4ឬមកក៏យើងគិតថានេះយើងបោះលេខ2ទៅបោះលេខ2ទៅខាងនោះទៅអញ្ចឹងបានគុណព្រោះលេខ2ហ្នឹងចែកអញ្ចឹងបោះទៅនោះទៅគុណអញ្ចឹងបាន4កន្លែងហ្នឹងយក2គុណនឹង2ដល់ដំណាក់កាលហ្នឹងឲ្យធ្វើម៉េចតទៀតធ្វើម៉េចឲ្យដាច់ឬការ៉េទី1ចេញអញ្ចឹងដើម្បីឲ្យដាច់ឬការ៉េទី1ចេញយើងចង់រក x គឺវាមានឬការ៉េដល់ទៅ2តង់ហើយអញ្ចឹងយើងផ្ដាច់ឬការ៉េទី1ចេញសិនមកអញ្ចឹងដើម្បីផ្ដាច់ឬការ៉េនឹងបានគឺយើងលើកឬការ៉េហ្នឹងណាជាការ៉េដើម្បីឲ្យដាច់បើវាឬការ៉េយើងលើកជាការ៉េទៅគឺដាច់ឬការ៉េហ្នឹងហើយអញ្ចឹងស្មើនឹង4ការ៉េធម្មតាបើយើងលើកខាងនេះលើកជាការ៉េខាងនេះក៏ត្រូវយើងលើកជាការ៉េដូចគ្នាដែរចានេះលើកជាការ៉េទៅឬការ៉េជាមួយនឹងការ៉េនេះគឺដាច់ហើយអញ្ចឹងនៅសល់តែលេខខាងក្នុងនេះគឺលេខ24ដកឬការ៉េនៃ x ហើយស្មើនឹង4ការ៉េគឺ16អញ្ចឹងកន្លែងនេះយើងអាចទុកដកឬ x ក៏បានឬក៏បោះដកឬ x ទៅខាងនោះក៏បានដែរអញ្ចឹងដើម្បីងាយស្រួលគិតយើងដាក់អញ្ចេះទៅដាក់24ទុកមកហើយយើងបោះ16មកខាងនេះអញ្ចឹងបានដក16ស្មើនេះដកឬ x យើងបោះវាទៅខាងនេះមកអញ្ចឹងបានឬការ៉េនៃ x អញ្ចឹង24ដកឲ្យនឹង16នឹងស្មើនឹង8ហើយស្មើឬការ៉េនៃ x 8ស្មើឬការ៉េនៃ x អញ្ចឹង x នឹងស្មើប៉ុន្មានអញ្ចឹងដើម្បីបំបត្តិឬការ៉េនឹងមកតង់ទៀតយើងលើកជាការ៉េមកតង់ទៀតមកអញ្ចឹងលើក8នឹងលើកជាការ៉េហើយឬ x របស់យើងនឹងក៏លើកជាការ៉េដូចគ្នាដែរអញ្ចឹងអានេះលើកជាការ៉េនេះលើកជាការ៉េដែរកន្លែងនេះ8ការ៉េគឺស្មើនឹង64
អានេះការ៉េនេះឬការ៉េចឹងលើកជាការ៉េទៅដាច់ឬការ៉េហ្នឹងហើយចឹងនៅសល់តែ x ទេចឹងមានថាតម្លៃ x របស់យើងហ្នឹងគឺស្មើនឹងចាស្មើនឹង64ហ្នឹងគឺជាចម្លើយចឹង x យើងគឺស្មើនឹង64នេះចម្លើយត្រឹមត្រូវរបស់យើងប៉ុន្តែកន្លែងហ្នឹងយើងត្រូវដាក់លក្ខខណ្ឌឲ្យគេផងណាបើចៃដន្យអីយើងដោះស្រាយទៅឃើញតម្លៃ x របស់យើងហ្នឹងឃើញតូចជាង0នេះ x យើងណាតូចជាង0ចឹងមានថាអត់ត្រឹមត្រូវទេចម្លើយដែលយើងរកឃើញលក្ខខណ្ឌកន្លែងនេះគឺ x យើងត្រូវតែធំជាង0ព្រោះ x វានៅក្នុងឬការ៉េចឹងលក្ខខណ្ឌតម្លៃ x ដែលនៅក្នុងឬការ៉េហ្នឹងគឺត្រូវតែធំជាងឬមួយក៏ស្មើ0កន្លែងហ្នឹងចឹងបើតូចជាង0គឺយើងអត់យកទេ